សូមជម្រាបសួរពុកម៉ែបងប្អូននៅពេលនេះខ្ញុំបាទសូមលើកយកតម្រុយឆ្នោតវៀតណាមម៉ោង 1:30 នាទីម៉ោង 4:30 នាទីម៉ោង 6:30 នាទីថ្ងៃទី21ខែមីនាឆ្នាំ 2025ដើម្បីមកចែកជូនពុកម៉ែបងប្អូនមុននឹងចូលដល់តម្រុយឆ្នោតខ្ញុំបាទសូមលើកយកតម្រុយឆ្នោតដែលបានឲ្យការពីម្សិលមិញដើម្បីមកទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 4:30 នាទីហើយនិងម៉ោង 6:30 នាទីតម្រុយដែលខ្ញុំបានឲ្យការពីម្សិលមិញគឺមានលេខ45 17 38 63លេខអុសមាន2ខ្ទង់គឺអុសខ្ទង់40ហើយនិងអុសខ្ទង់60បន្តមកទៀតនេះខ្ញុំបាននឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 1:30 នាទីគឺយើងត្រូវបានប៉ុស A គឺ46ត្រូវលេខអុសខ្ញុំបានឲ្យលេខអុសខ្ទង់40ហើយនឹងត្រេង45បន្តមកទៀតនេះខ្ញុំបាននឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ប៉ុស A ដូចគ្នាគឺ30គត់ត្រូវចូលខ្ទង់គឺខ្ញុំបានឲ្យលេខ38បន្តមកទៀតគឺយើងត្រូវបានប៉ុស B គឺ13ត្រូវចូលខ្ទង់ខ្ញុំបានឲ្យលេខ17បន្តមកទៀតគឺយើងត្រូវបានប៉ុស D គឺ12ត្រូវចូលខ្ទង់សរុបម៉ោង 1:30 នាទីគឺយើងត្រូវបាន4គ្រាប់បន្តមកទៀតនេះខ្ញុំបាននឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 4:30 នាទីម៉ោង 4:30 នាទីគឺយើងត្រូវបានប៉ុស I គឺ43ត្រូវលេខអុសបន្តមកទៀតនេះគឺយើងត្រូវបានប៉ុស H គឺ34ត្រូវចូលខ្ទង់បន្តមកទៀតនេះគឺយើងត្រូវបានប៉ុស C គឺ32សរុបម៉ោង 4:30 នាទីគឺយើងត្រូវបាន3គ្រាប់បន្តមកទៀតនេះខ្ញុំបាននឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 6:30 នាទីម៉ោង 6:30 នាទីគឺយើងត្រូវបានប៉ុស A គឺ37ត្រូវចូលខ្ទង់ខ្ញុំបានឲ្យលេខ38បន្តមកទៀតគឺយើងត្រូវបានប៉ុស B គឺ44ត្រូវលេខអុសបន្តមកទៀតគឺយើងត្រូវបានប៉ុស D គឺ45គឺទៅចំតម្រុយតែម្ដងគឺតម្រុយខ្ញុំបានឲ្យលេខ45សរុបម៉ោង 6:30 នាទីគឺយើងត្រូវបាន3គ្រាប់បន្តមកទៀតនេះខ្ញុំបាទសូមលើកយកតម្រុយសម្រាប់ថ្ងៃទី21ខែមីនាឆ្នាំ2025ដើម្បីមកចែកជូនពុកម៉ែបងប្អូនដើម្បីចាក់ផ្សងសំណាងតម្រុយគឺមានលេខ07 57 66 70លេខអុសមាន2ខ្ទង់គឺអុសខ្ទង់0ហើយនិងអុសខ្ទង់60សូមពុកម៉ែបងប្អូនជួយចុច Subscribe ហើយនិងសញ្ញាមេដៃជាសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំបានចេញជារៀងរាល់ថ្ងៃសូមជូនពរសូមឲ្យពុកម៉ែបងប្អូនមានសំណាងល្អគ្រប់ក្រុមគ្រួសារបើសិនជាពុកម៉ែបងប្អូនមានចម្ងល់អ្វីមួយចង់សាកសួរនិងជូនយោបល់សូម comment នៅខាងក្រោមសូមអភ័យទោសចំពោះការខុសឆ្គងដោយអចេតនាណាមួយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត